បាទគោរពនឹងជំរាបសួរសាជាថ្មីនៅក្នុងការមកកាន់ Channel វត្តប្រាង្គបាទក្នុងថ្ងៃនេះយើងនឹងបានបន្តទៅទៀតនៅក្នុង Channel វត្តប្រាង្គតើតើនៅក្នុងមេរៀន Word ជាបន្តទៅទៀតក្នុងពេលមុនយើងបានសិក្សាហើយអំពីវគ្គទី1វគ្គទី2បាទហើយវគ្គទី2នោះក៏បានជារំលែកទៅជា2ភាគដោយសារវាវែងពេកអញ្ចឹងធ្វើឲ្យអ្នកទស្សនាហ្នឹងយើងយូរអញ្ចឹងយើងចូលដល់ភាគ4ភាគ4គឺតើតើនៅក្នុង Word ដដែលគឺពីមុនយើងបានសិក្សាអំពីនៅក្នុងការរក្សា file ហើយនៅក្នុង Home tab អញ្ចឹងគឺយើងបានចប់ហើយនៅក្នុង Home tab អញ្ចឹងថ្ងៃនេះយើងនឹងចូលទៅក្នុងមេរៀនទី4តើនៅក្នុង Insert tab ម្ដងជានៅក្នុង tab ទី2ដែលមានឈ្មោះថា Insert tab ចឹងនៅក្នុង Insert tab គឺមានចំនួនក្រុមរបស់វាណាមានទី1គឺ Pages និងមួយក្រុមតទៅទៀត Table តទៅទៀត Illustration និងមួយក្រុមតទៅទៀត Add in Media Link Comment Header and Footer Text ហើយនិង Symbol ចឹងនៅក្នុងថ្ងៃនេះគឺខ្ញុំបានរៀបរាប់ប្រហែលជាបាន2មើលទៅអាចបាន pages ទី1និង table នេះមួយបាទអញ្ចឹងកុំឲ្យខាតពេលយូរអញ្ចឹងយើងចូលមេរៀនយើងតែម្ដងអញ្ចឹងដោយយើងបើកក្នុងកម្មវិធី Word យើងធម្មតាមកហើយបន្តមកទៀតយើងយក blank document ហើយយើងចូលមកដល់កន្លែង Word យើងធម្មតាបាទយើងចុចត្រង់កន្លែងពាក្យថា insert បាទអញ្ចឹងសូមបងប្អូនទាំងអស់គ្នាគុណចាស់ដែលបានមើលទស្សនាយ៉ាងណាក៏មុនមើលនៅកន្លែងនេះណាយើងមើលនៅក្នុងកន្លែងនេះនៅក្នុងកន្លែងក្រុមមួយឈ្មោះថា pages នៅក្នុង insert tab ទៅនឹង pages បាទអញ្ចឹងនៅក្នុងនេះយើងឃើញរូបទី1នេះមានឈ្មោះថា cover page អញ្ចឹងបើយើងអាចត្រឡប់ពាក្យប្រែពាក្យនឹងជាខ្មែរមកមានន័យថាក្របណាក្របសភៅក្របអីចឹងទៅអញ្ចឹងវាមិនទៅក្របសភៅហ្នឹងយើងចុចត្រង់កន្លែងនេះមកឃើញទេគេវាដាក់រូបគម្របសភៅណាបានន័យថាទំព័រដើមគេរបស់យើងហ្នឹងបើកមកគឺមានរូបអញ្ចឹងបានន័យថាយើងធ្វើក្របអញ្ចឹងណាអូខេអញ្ចឹងយើងយកមួយមកក្នុងហ្នឹងគេមាន simple ឲ្យយើងស្រេចហើយបាទអញ្ចឹងយកមួយណាក៏បានដែរបើយើងចង់បានច្រើនយើងចូលកន្លែងនេះមកបាទតែហ្នឹងតើយើងមានអ៊ីនធឺណិតណាមានអ៊ីនធឺណិតនេះមាន1 2 3ដែរមិនអត់ទេអញ្ចឹងក្នុងទាំងអស់នេះខ្ញុំយកមួយមកខ្ញុំយកកន្លែងនេះចុះ silent line នេះយកមួយនេះមកបាទចុចវាមកអញ្ចឹង page ទី1នេះគឺជា cover បានន័យថាជាក្របខាងមុខហើយក្របខាងមុខឃើញទេបាទអញ្ចឹងបន្តទៀតគេដាក់ថា document title ចំណងជើងណាចំណងជើងឯកសាររបស់យើងហ្នឹងអញ្ចឹងយើងសេមកមេរៀនកម្មវិធី Word ទាំងតែ subtitle នឹងមកន័យថាចំណងជើងយើងបន្តអញ្ចឹងណាអាចថាអ្នកនិពន្ធអីចឹងទៅហ្នឹងគឺកន្លែងពាក្យថា cover ហ្នឹង subtitle នេះយើងដាក់ទៀតមកចេញពីវត្តប្រាង្គបាទអញ្ចឹងមកហើយយើងដាក់អញ្ចឹងក៏បានហើយយើងឆ្លាច់ពុម្ពអក្សរយើងដូចគ្នាយើងដូរពុម្ពអក្សរបានណាពុម្ពអក្សរយើងអាចដូរបានអូខេអញ្ចឹងមកអានេះយើងអាចបដូរទៅជាពុម្ពអក្សរយើងក៏បានដែរយើងដូរ font អក្សរអីតាមអ្វីយើងឆ្លាញ់អញ្ចឹងមកបានដូចគ្នាទេណាអូខេតមកទៀត school នេះអីគេ
thằng thực ra vật prang vật prang chẳng chúng nơi vật prang chẳng bột đi cả thằng thực ra vật prang chẳng mà cái kia này course title anh tự tên này cái thì Word nên anh ấy crop một đó nè chẳng việc ai tiên ai thay thiệt bàn tạiនេះគ្រាន់តែការជា simple មួយទេអញ្ចឹងនៅក្នុង cover ហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទយើងចង់បានមួយណាយកមកគេយើងចង់បានយកអានេះក៏បានចង់យកមួយនេះក៏បានយកមួយនេះក៏បានយកមួយណាក៏បានដែរគេអញ្ចឹងឥឡូវវាថងបាននេះយកមួយនេះក៏បានគេដាក់មកត្រូវទាំងអស់មកគេបាទវាមានស្រេចអញ្ចឹងទៅអានេះស្រេចលើយើងស្រឡាញ់ទេយើងចង់បានមួយណាដាក់មួយនឹងទៅអូខេ cover ហ្នឹងមិនថាជាក្របណាក្របសភៅក៏មុខអញ្ចឹងណាបាទអញ្ចឹងក្របសភៅនេះបើនិយាយទៅពាក្យច្រើនគេអត់ទៅធ្វើនៅតាមហ្នឹងឯងគេទៅធ្វើនៅតាម Photoshop វិញគេស្រួល design ជាងពេលយើងធ្វើតាមនេះមិនមែនទេវាបានតែគ្រាន់ថាជួនកាលវាអត់ល្អវាញញ៉ៃចឹងនិយាយចឹងពិបាកបាទអូខេអញ្ចឹងនៅក្នុង cover នេះមានប៉ុណ្ណឹងតមកទៀតនេះគេហៅថា blank page ហ្នឹងមានន័យថាឧទាហរណ៍យើងសរសេរអស់កតាអស់កតាមានកតាតែមួយចឹងយើងមានតែមួយឯងអញ្ចឹងយើងចង់បាន page ថ្មីមួយទៀតយើងចុច blank មកវាមកតមកមួយទៀតតោះនេះចឹងបាទ blank page ហ្នឹងមានអីទេមានតែប៉ុណ្្នឹងឯងហើយយើងចង់បានទៀតចុចមួយទៀតមកបានមួយទៀតអូខេចង់បានមួយទៀតចុចមួយទៀតមកបានមួយទៀតហើយ page break ដូចគ្នា page break នេះគឺចុចមកមួយទៀតបានមួយទៀតដូចគ្នាបាទតែគាត់ថា page break នេះដូចជាយើង add ខាងនេះគឺមានសាកសិនតាមចាំមកដូចជា add ខាងលើអញ្ចឹងវាមកខាងលើមួយអញ្ចឹងមើលហើយអត់ទេបន្តដូចគ្នាបន្តកតាបានដូចគ្នាទេអីទេបានន័យថាវាស្ទៀងគ្នាទេ page break នេះហើយនឹង blank page នេះបានន័យថា add ថ្មី add page ថ្មីដដែលចង់និយាយថា add អាកតាធ្វើការហ្នឹងថ្មីមួយទៀតចឹងមកបាទអញ្ចឹងយើងលុបវាអស់មកអូខេហើយនៅសល់ប៉ុណ្ណឹងហើយយើងចង់បង្កើតថ្មី page break កើតមកពីមុនអូខេខុសគ្នាតង់ចេះ page break នេះបើយើងបង្កើតមកបើសិនជាយើងដាក់ cursor នៅខាងនេះគឺវាបង្កើតខាងដើមឃើញទេអញ្ចឹងយើងបង្កើត page break មួយទៀតគេវាបង្កើតខាងដើមដល់ទៅពេល blank page គឺបង្កើតខាងក្រោយខាងដើមដូចគ្នាអញ្ចឹងគឺបើន័យថាបើ cursor នៅខាងមុខគឺវាបង្កើតខាងមុខនៅខាងក្រោមឯណាវាបង្កើតខាងក្រោយតោះណាតោះហ្នឹងណាបាទអញ្ចឹងអា page break ហ្នឹងគឺអញ្ចឹងបាទអូខេឃើញទេអានេះនៅខាងក្រោយវាមកខាងក្រោយវិញអូខេដូចគ្នាណា page break ហើយនឹង blank page បានន័យថាបង្កើតกระดาษថ្មីធ្វើការម្ដងទៀតអូខេតោះអញ្ចឹងកុំឲ្យពេលយូរទៅទៀតបន្តទៅក្នុងមួយចំណុចទៀតគឺតើតើនៅក្នុង table បានន័យថាតារាងការបង្កើតតារាងអញ្ចឹងយើងបង្កើតតារាងមកឧទាហរណ៍ដូចជាយើងបង្កើតឈ្មោះសិស្សឬក៏ក្រុមអីចឹងទៅបាទអញ្ចឹងនៅក្នុងដូចជានៅក្នុងវត្តប្រាង្គអញ្ចឹងមានឈ្មោះសិស្សអញ្ចឹងខ្ញុំដាក់សេតិចមកសោយទៅឃើញតិចនេះក៏យើងបានហើយណាហើយបាទយកតែសោគឺសេតែជាតិជាតិព្រះមកសាក់ទេតែមកយើងដល់ដាក់មកប្រាង្គទៅទៅមកប្រាង្គកាច់ចាស់ក្នុងដងមកជ័យគេអូឃើញគេនៅសោយើងខំពេកយើងដាក់ទូទីមកទៅទៀតតែតាមសាស្ត្រទី1បរិកាក្រុមសិក្សាវត្តតាមឆ្នាំសិក្សា2025 2026ទេអញ្ចឹងគេដាក់មកនេះមកអូខេតទៅទៀតពេលដែលយើងបានហើយឧទាហរណ៍តែយើងបានសម្រេចប៉ុណ្ណឹងយើងចង់ដឹងយើងត្រូវដឹងថាអញ្ចឹងសតិតិយើងគិតថាវាមានប្រមាណ column អញ្ចឹងយើងចូលទៅក្នុង insert តមកទៀតយើងត្រូវគិតមើលថា
តារាងយើងមានប្រមាណអូខេតោះនេះអញ្ចឹងយើងត្រូវដឹងអានេះលេខរៀងពនាមភាវៈភេទហ្នឹងភេទឬក៏ភាវៈតមកទៀតថ្ងៃខែឆ្នាំកំណើតរបស់លោកឬក៏របស់សិស្សអូខេទីកន្លែងកំណើតអីចឹងទៅឬក៏ផ្សេងផ្សេងចឹងទៅអញ្ចឹងយើងគិតថាវាមានខាងលើបានន័យថា column គឺមាន1 2 3 4 5អូខេអញ្ចឹងមកក្រោមប្រមាណអ្នកអញ្ចឹងតាមអ្វីដែលយើងចង់បានអូខេអញ្ចឹងខ្ញុំយកខាងនេះ5ខាងនេះយកមកក្រោមនេះ7 roll ណាអញ្ចឹងនៅក្នុងនេះជួរបានន័យថាជួរឈរអញ្ចឹងណាជួរឈរអញ្ចឹងចេះ1 2 3 4 5អញ្ចឹង5នេះគេឲ្យឈ្មោះថា column តោះណា5នេះគេឲ្យឈ្មោះថា column អញ្ចឹងដល់ទៅពេលបន្ទាត់ពីលើមកក្រោមចេះ1 2 3 4 5 6 7នេះហ្នឹងគេឲ្យឈ្មោះថា row ហ្នឹងបានន័យថាបន្ទាត់ចុះក្រោមអាជួរដេកចេះគេហៅថា column ជួរឈរចេះគេហៅថា roll ត្រូវចាំណាអញ្ចឹងនៅពេលដែលខ្ញុំនិយាយថា roll បានន័យថាអានេះអាជួរដេកនេះអាពេល column នេះអាជួរឈរនេះអញ្ចឹងយើងត្រូវចាំបាទបន្ទាប់ពីយើងបង្កើតតារាងបានអញ្ចឹងហើយអញ្ចឹងធម្មតារបស់ Word នេះកាលណានៅក្នុង insert នេះណាយើងបង្កើតអានឹងមួយអញ្ចឹងវាមានបានន័យថា column format របស់វាឬក៏ table format របស់ table នឹងមួយឃើញទេពេលយើងចុចមកវានឹងឡើងអានេះមកឃើញនេះឡើងលើឡើង table design នឹងមកឃើញទេអញ្ចឹងនៅពេលដែលយើងចុចខុសពីនឹងទៅឃើញបាត់ទេបាត់អត់ឃើញទេអញ្ចឹងដល់ពេលយើងចុចមកលើនឹងវិញយើងចុចមកលើ table វិញគេនឹងឡើងមកវិញទេអញ្ចឹងកន្លែងនេះគឺសម្រាប់ edit របស់វាបានន័យថាកែកុនតារាងហ្នឹងឧទាហរណ៍ខ្ញុំចុចដល់កន្លែងដំបូងយើងនៅលើឈរលើអក្សរអត់មានទេឃើញអត់មានទេអញ្ចឹងនៅពេលដែលយើងឈរលើតារាងវានឹងកើតឡើង tab នេះនឹងកើតឡើងថ្មីទៀត2គឺលើអាវមួយ tab design មួយឃើញទេ table design មួយលើអាវមួយតោះណាអញ្ចឹងនៅក្នុងហ្នឹងគឺវាមានគ្រប់ទាំងអស់បាទមិនមែនតែនឹងមួយទេដល់ពេលយើងរៀនមកដល់ picture shape icon នេះគឺពេលដែលចុចអញ្ចឹងមកគឺវាកើតអានឹងមកមួយឬក៏ពីរមកទៀតអាន័យថា option របស់វាណាបាទសម្រាប់សារ៉េខ្លួនវានឹងមួយអញ្ចឹងចំនួនថ្មីហ្នឹងគឺវាអាប់ដេតមកទៅច្រើនហើយធ្វើឲ្យអ្នកប្រើប្រាស់ពេលខ្លះវិញវាន់រកអត់ឃើញអញ្ចឹងតាមស្ដាប់ហើយនឹងមើលតាមអ្វីដែលខ្ញុំបានប្រាប់ហ្នឹងទៅអញ្ចឹងតោះយើងតទៀតនៅពេលដែលយើងបង្កើត column នេះបានបង្កើតcolumn បង្កើត table នេះបានអញ្ចឹងយើងចុចលើវាមកវានឹងចេញផ្ទាំងពីរនេះចេញមកទៀតអញ្ចឹងក្នុងផ្ទាំងពីរហ្នឹងមានអីខ្លះយើងចូលទៅបាទចូលទៅមើលក្នុង tab ហ្នឹងមកតមកទៀតវាមានឃើញទេវាមាន header row ណា total row ណា band row first column last column មកនេះវាចង់និយាយប្រាប់យើងនេះអស់នេះណាបាទអញ្ចឹងតទៅទៀតនេះគឺជាអីគេតម្រងតារាងហ្នឹងគេយើងចុចមកចុចកន្លែងនេះមកបានន័យថា mode របស់តារាងហ្នឹងយើងចង់បានតារាង mode ចេះយើងយកមកដាក់មកឃើញទេវាចេញឲ្យយើងស្រេចអញ្ចឹងតារាងហ្នឹងគេយើងអាចបង្កើតហើយយើងអាចធ្វើ mode ឲ្យវាបានទេដូចចេះក៏បានចេះ mode មានច្រើនណាយើងចង់បានប្រមាណក៏បានដែរឃើញនេះសិតតែ mode ឃើញទេអញ្ចឹងស្រឡាញ់មួយណាដាក់មួយនឹងទៅមិនស្រឡាញ់ទេក៏អត់ដាក់ទៅប៉ុន្តែដូចជាការងារសាលាដូចជាឈ្មោះអីចឹងគឺយើងមិនបាច់ដាក់ទេអញ្ចឹងខ្ញុំទៅយកតារាងមួយគេថាតារាងសិស្សឈ្មោះសិស្សហ្នឹងអូខេចាំមើលខ្ញុំទៅរកទីសិននេះអញ្ចឹងខ្ញុំរកតារាងស្ថិតិសិស្សមួយឲ្យយើងនេះយើងចូលមកដាក់អញ្ចឹងណាអូខេជប់តាមទៀតយើងចូលទៅមើលស្ថិតិសិស្សនេះតារាងពិន្ទុនេះស្ថិតិប្រសង់នេះស្ថិតិសិស្សអូខេអញ្ចឹងយើងយកមួយមកគ្រាន់តែឧទាហរណ៍នេះដោយសារខ្ញុំធ្វើតាមភាសាខ្ញុំធ្វើតាម Excel អត់ទៅធ្វើតាម Word ទេតែយើងចង់យកវាមកធ្វើក្នុង Word ម្ដងអូខេអញ្ចឹងតទៅទៀតយើងដាក់មកវាមានលេខរៀងហ្នឹងអញ្ចឹងយើងធ្វើមកឲ្យដូចគេដែរតែគាត់ថាខុសពីគេត្រង់ទី1យើងមានលេខរៀងបាទលេខរៀងនេះលេខរៀងយើងដាក់ព្រះនាម
នាមប្រសងនឹងមកទៅទៀតភាវៈទៅមកទៀតថ្ងៃខែឆ្នាំកំណើតថ្ងៃខែឆ្នាំកំណើតឬក៏ដាក់ថាសាលាចាសាលារៀនចឹងដែរតែខ្ញុំគ្រាន់តែឧទាហរណ៍ណាអញ្ចឹងដល់ពេលយើងចង់បង្កើតថែមយើងធ្វើតទៀតទៅអញ្ចឹងតមកទៀតយើងចង់ទាញតារាងនេះឲ្យវាតូចឲ្យធំអញ្ចឹងអ្នកទាំងអស់គ្នាត្រូវយកម៉ៅយើងនេះ cursor យើងនេះយកមកដាក់ចំទៅនេះណានេះឲ្យឃើញសញ្ញាអញ្ចឹងមកតមកទៀតទាញវាមកទាញវាមកអញ្ចឹងមកតូចអានេះដូចគ្នាភាវៈនេះយើងចង់ឲ្យតូចដែរយើងធ្វើអញ្ចឹងដូចគ្នាមកថ្ងៃខែឆ្នាំកំណើតនេះអានេះយើងចង់ទៅមុខទៀតក៏បានដែរតិចទៀតក៏បានអានេះចង់ឲ្យមកនេះទៀតក៏បានដែរទាញមកបានតាមធម្មតាអត់មានបាក់អីទេស្រួលទេអត់បាក់ទេតមកទៀតទៀតនេះមកនេះទៀតថ្ងៃខែឆ្នាំកំណើតនេះរៀងវែងតិចទៅសាលារៀនហ្នឹងទៅប៉ុណ្្នឹងហើយថាបានតមកទៀតយើងដាក់ឈ្មោះមកវាយមកលេខ1នាមអីគេខោលសុភ័ក្រខោលសុភ័ក្រភាវៈជាអីសាហ្នឹងមកពីពាក្យថាសាមណេរចឹងថ្ងៃណាថ្ងៃទី1វាវាយមក01ត្រែ1មក0102 2008សាលារៀនណាដាក់វត្តប្រាង្គសាលារៀនវត្តប្រាង្គតទៅទៀតទី2ឈ្មោះអីឈ្មោះសាប៊ីនស៊ីសែឈ្មោះលោកម្ចាស់បរិវតាមទៀតថ្ងៃណាថ្ងៃ10ខែ2 2007តាមទៀតសាលារៀនណាវត្តប្រាង្គយ៉ា sorry វត្តប្រាង្គទី3ឈ្មោះគេហេងដងយូសាមណេរដែរកាលណា13ខែ3 2008ដែរចឹងនៅខាងណាវត្តប្រាង្គដែរទី4រដ្ឋភក្តីសាមណេរដែរទី15ខែ5 2008ដែរណាវត្តប្រាង្គទី5រួនសុគឿនជាភេទអីគេសាមណេរថ្ងៃទី15 03 2005គាត់ប្រាង្គដែរអញ្ចឹងទី6ច្រឡំទី6ស៊ីនការិនសាមណេរដែរកើតថ្ងៃទី17ខែ6 2010ចឹងនៅពេលដែលយើងសរសេរហើយអស់ឧទាហរណ៍ថាអស់រ៉ូលនេះហៅរ៉ូលណាអស់រ៉ូលយើងយកមកយើងដាក់ចំខាងក្រោមនេះមកគេទៅញ៉ាំបូហ្នឹង add roll time អូខេ add roll time ទៅមកយើងចង់ add time ប្រមាណ roll ទៀតក៏បានដែរ1 2 3អីចឹងមកយើងចឹងមក column ដូចគ្នា column គឺយកមកដាក់ចំកន្លែងនេះមកនេះគេចេញចឹងយើងចុចមួយទៀតមកវា add column ឲ្យយើងមួយទៀតតោះណាបាទហើយដល់លុបវិញវិធីលុប column នឹងវិញយើងចុចម៉ៅស្ដាំលុប column ខុសពីលុបស្តៀងគ្នាទេរ៉ូដែរទេយើងយកនេះម៉ៅហ្នឹងយកមកដាក់ឲ្យចំចេញសញ្ញាខ្មៅចឹងមកចុចមួយមកឲ្យឃើញខ្មៅទាំងអស់អញ្ចឹងជិះមកឆ្វេងម៉ៅស្ដាំណាម្ដងទៀតណាចុចយកម៉ៅយកមកដាក់ចំកន្លែងនេះចុចម៉ៅ
ឆ្វេងមកប៉ាក់មកឃើញឲ្យវាខ្មៅទាំងអស់តទៅទៀតចុចម៉ៅស្ដាំហើយ delete នេះ delete column ប៉បឃើញទេលុបអស់មក column ហ្នឹងមកតោះណាណាបាទដល់ទៅពេល row ដូចគ្នា row យកម៉ៅដាក់ខាងឆ្វេងនេះឲ្យចេញមកនេះចេញពណ៌ខៀវចឹងមកចុចមកឬក៏ select ទាំងអស់មក select ទាំងអស់ចេះអូខេតទៅទៀតយកពាក្យចុចម៉ៅស្ដាំមកយកពាក្យថា delete row នេះឃើញ row delete row មកពុបដាច់ដូចគ្នាតោះណាណាអញ្ចឹង delete column គឺយើងយកម៉ៅឲ្យចេញសញ្ញាពណ៌ខ្មៅធំពីលើចុចមកខ្មៅឆ្វេងមួយចុចម៉ៅស្ដាំយកពាក្យថា delete column ដល់ពេល row គឺ select row ទាំងអស់អញ្ចឹងមកយើងចង់លុបប្រមាណយើងលុប2 select 2ចង់លុប3 select 3អត់ទេចង់លុប1 select 1មកចុចម៉ៅស្ដាំលើវាយកពាក្យថា delete row delete row នេះ delete row ឃើញទេអញ្ចឹង delete មកដាច់បាត់ហើយអូខេតទៅមកទៀតខ្ញុំបន្តិចមកយើងបញ្យល់បន្តិចទៀតនៅក្នុង tab table ហ្នឹងអូខេ table អញ្ចឹងកន្លែង table design នេះយល់ហើយណាបាទតទៅមកទៀតនៅកន្លែងនេះអានេះគេឲ្យយើងដាក់ color ទេ color នៅក្នុងតារាងហ្នឹងណាគេដាក់តារាងទាំងអស់អញ្ចឹងឲ្យមានពណ៌អីខុសគ្នាមួយយ៉ាងអញ្ចឹងណាពណ៌យកបានណាអូខេនេះកន្លែង standing ហ្នឹងគេន័យថាដាក់ពណ៌ពីក្រោយហើយយើងថាទេអត់ចង់ដាក់ទេក៏អត់ទៅតមកទៀតអានេះ border style border ហ្នឹងន័យថានេះអាខ្មៅព័ទ្ធជុំវិញនេះណាអញ្ចឹងយើងដាក់អីគេយើងចង់ដាក់ខ្មៅដិតឆ្លាញ់ចេះពណ៌នេះពណ៌មួយនេះគេយើងដាក់អញ្ចឹងមកវាចេញពណ៌ហ្នឹងទាំងអស់ហើយយើង select វាទៅ select លើកន្លែងណាដែលយើងចង់ដាក់ពណ៌ហ្នឹងអញ្ចឹងណាបាទហ្នឹង border style ហ្នឹងគាត់ន័យថាយើងចង់ដាក់ mode ឲ្យមិនពណ៌នេះអញ្ចឹងដល់ពេលយើងចង់បានយើងចុចលើវាមកហើយយកវាមកគូសលើកន្លែងណាអញ្ចឹងណាគូសកន្លែងនេះមកអញ្ចឹងមកហ៎បាទអញ្ចឹងវាដិតតើគេនេះយើងចុចលើវាប៉បមកវាទៅពណ៌ហ្នឹងឃើញពណ៌ហ្នឹងខុសគេនេះហ៎ស៊ូមមើលដឹងឃើញឃើញវាខុសគ្នាបានន័យថាយើងចង់ឲ្យបានអាហ្នឹងពណ៌ខុសគេយើងចង់មកដើមវិញយើងចុចវាមកវិញមកនេះឃើញអត់តែយើងថាទេចង់ឲ្យអាកលឹមប្រមាណអសនេះពណ៌អីចឹងណាតែហ្នឹងគេមិនសូវលេងទេអូខេខ្ញុំគាត់จะបញ្យល់ឲ្យអស់ទៅកុំឲ្យថាក្នុងនឹងមានហើយអត់ប្រាប់តមកទៀតកន្លែងនេះគឺទំហំនៃរ៉ូលបន្ទាត់យើងនេះទំហំនៃបន្ទាត់ហ្នឹងណាបាទទំហំនៃបន្ទាត់ហ្នឹងតើវាតូចធំអីយ៉ាងណាហ្នឹងគឺនៅក្នុងទំហំហ្នឹងអញ្ចឹងយើងចង់ធ្វើម៉េចចង់ឲ្យទំហំបន្ទាត់នេះវាធំអញ្ចឹងយើងចុចលើវាមកនេះគេមានទំហំបន្ទាត់ឲ្យយើងតែដើម្បីសេរីវាបានតែយើង select លើវាសិនបាទយើង select លើវាសិនតោះឥឡូវ select លើនេះទាំងអស់ design នេះយក row នេះហ៎ជាងទាយបន្ទាត់3ទៅនេះ3ហើយយើងចុចលើវាមកនេះឃើញទេបាទអានេះមួយទៀតហ៎ព្រោះយើងចង់បាក់ជុំវិញនឹងឲ្យធំអញ្ចឹងណាគឺយើងចុចឲ្យអូសមកអញ្ចឹងក៏បានដែរហ៎អានេះចុចមកចេះអូសមកទៀតមកយើងបាច់ select ក៏បានដែរយើងចុចចូលអញ្ចឹងមកបើន័យថាបន្ទាត់ជុំវិញគឺឲ្យធំហ៎តោះណាអញ្ចឹងកន្លែងនេះណាបាទយើងថាទេអត់ឲ្យតូចវិញចុចហើយខ្ញុំដាក់វិញតូចវិញមកតូចវិញឃើញទេតោះណាកន្លែងហ្នឹងអូខេខ្ញុំថយក្រោយវិញឲ្យច្រឡំតទៀតអញ្ចឹងនៅក្នុងកន្លែងហ្នឹងគឺយើងអាចដូរពណ៌បានហើយដូរ mode នេះដូរ mode ជើងគូសជុំវិញនឹងបានហើយវាមានបន្ទាត់ជាច្រើនមានបន្ទាត់ចុចមានបន្ទាត់2ជួរ3ជួរ4ជួរមានទឹកអាឡុកថ្មិញអាណាអីចឹងណាបាទហ្នឹងគឺច្រើនតាមដែលយើងចង់បាននៅក្នុងហ្នឹងគឺគេឲ្យ option យើងប្រើប្រាស់ច្រើនណាជួនកាលអ្នកខ្លះគូសតារាងហើយចង់បានតារាង mode អក្សរ mode ពណ៌នេះស្អាតចឹងចុចចូលចឹងមកនេះឃើញទេអញ្ចឹងយើងឃើញតារាងយើងចេញ mode ទេនេះឲ្យស្អាតទេអញ្ចឹងណាបាទនេះគ្រាន់តែការបង្ហាញឲ្យអស់ទៅប៉ុន្តែភាគច្រើនគេមិនសូវប្រើប្រាស់ទេពួកនេះនោះយើងប្រើតែបន្ទាត់មួយចេះគឺល្អពេកអូខេអញ្ចឹងអស់ហើយអានេះគឺសម្រាប់គូសទេបានន័យថាពេលដែលយើងចុចចូលនឹងហើយចុចអានេះមកវាគូសគេដាក់ថានេះ border pen អានេះដើម្បីយើងដោះឧទាហរណ៍ថាយើងចង់ឲ្យអា2នេះអត់មានបន្ទាត់កណ្ដាលនេះមួយអញ្ចឹងយើង select វាទាំងពីរអញ្ចឹងមកហើយយើងយកអាកន្លែងនេះមកនេះចុចនេះមកហើយយកពាក្យនេះឃើញបាត់ទេឃើញវាដាក់សញ្ញាបាត់ទេនេះឃើញយើងដាក់លើមកឃើញបាត់ទេនេះតែនេះចឹងបាត់អញ្ចឹងមកឃើញបាត់អត់នេះនេះអត់មានទេតោះអត់ចឹងបាទហ្នឹងគឺមានតែប៉ុណ្្នឹងឯងហើយយើងថាយក all border នេះមកវាចិត្តទាំងអស់បានន័យថាវាជាប់
គ្នាសុំនឹង column នឹងអត់ដាច់ទេអញ្ចឹងនៅក្នុង tab design អញ្ចឹងនៅក្នុង tab layout tab layout នេះបានន័យថាយើងមានកន្លែងទី1 select យើងចុច select ទេណាបាទនេះមាន select cell select column select row select table នេះបានន័យថាយើងចុចទេណាចេះមកនេះ select table ហើយដល់ពេលចេញមកអញ្ចេះយើងយក select ទេ select នេះ select នេះ select cell select មួយនេះមួយអញ្ចឹងនេះហើយ select cell យើងចង់ select column ចុចមក column មកយើងយក cursor ដាក់នេះមក column ហ្នឹង select តែម្ដង select ទាំងអស់នេះឃើញអត់បាទអូខេតទៀតនេះ select roll select បន្ទាត់នេះអញ្ចឹងយើងចង់ឲ្យ select មកបន្ទាត់លេខ 4 ទាំងអស់អញ្ចឹងយើងចុចលើមើលមកហើយយើងចុចនេះមក roll មកមកទាំងអស់ជាហត់ select ទេselect table select ទាំងអស់គឺ select មក table មានអក្សរប្រមាណ select ទាំងអស់តទៅទៀត view guideline នេះគឺសេរីឃើញ line ពីក្រោយអីចឹងណាបាទហ្នឹងយើងអត់មានប្រើទេអូខេតទៅទៀតអានេះ protect នេះចាក់សោណាបាទចាក់សោវាអាហ្នឹងខ្ញុំអត់ប្រើទេអូខេទុកសិនទៅ draw នេះបានន័យថាយើងគូបន្ថែមណាគូអានេះមិន property ទេច្រឡំ protect sorry property ឯនេះ property បានន័យថាយើងសេរី column សេរីអីទេអានេះអូខេអត់អីទេបាទតាមទៀតអានេះ draw table ហ្នឹងបានន័យថាគូសវាតើយើងចង់គូសថែមមួយទៀតចឹងណាយើងគូសតប៉ុណ្ណេះមួយទៀតមកតើយើងចង់គូសប៉ុណ្ណឹងមកគេគូសមកបានគូសទៀតលុបវិញ erase ហ្នឹងលុបវិញយើងចុចលុបវិញយើងអត់ចង់បាន column ហ្នឹងទេយើងចុច delete វិញយើងចុច erase មកហើយចុចនេះមកចឹងមកដាច់អស់ហ่ะចឹង column ហ្នឹងដាច់ហ่ะតើអីហ្នឹងអូខេតាមទៀត delete នេះចុច delete ទៅវា delete ទាំងអស់មាន delete cell delete column delete row delete table ចឹងយើងចង់ delete table ចុចកន្លែងនេះមកហើយយើងចុច delete table មកដូចបើដាច់បាត់ហ្មងឃើញដាច់អត់បានអូខេបាទចឹងនេះក៏ជាការប្រាប់ទេឲ្យដឹងណាបាទនេះ insert ហ្នឹងដូចកន្លែងខ្ញុំប្រាប់មិញណាយើងនេះកន្លែងនេះណាបោកដកនេះហ្នឹងគេហៅថា insert ហើយហ្នឹងបាទ insert column insert row មានទៅឆ្វេងមានទៅស្ដាំ split ហ្នឹងមកន័យថាកាត់អា column ហ្នឹងអាណាកាត់ខាងលើកាត់ខាងក្រោមអីចឹងទៅauto fill អីចឹងទៅអានេះគឺបើន័យថាក្នុងការប្រើប្រាស់ column ហើយមួយទៀតកន្លែងនេះណាខ្ញុំប្រាប់បងអស់កន្លែងនេះalignment នេះបើន័យថាយើងដាក់អក្សរនឹងហើយយើងចង់ឲ្យអក្សរយើងទៅលើទៅក្រោមទេទៅឆ្វេងទៅស្ដាំឃើញអត់បាទអានឹងដូចនៅក្នុងកន្លែង home ដែរណាយើងកំណត់ឲ្យ home នោះក៏បានដែរអត់ប្របាក់ទេឧទាហរណ៍ថាដូចប្រនាមអញ្ចឹងយើងចង់ឲ្យចំកណ្ដាលយើងចុចអានេះមកនេះយើងចង់ឲ្យត្រង់ឲ្យបានន័យថាឲ្យត្រឹមខាងឆ្វេងចុចអានេះមកហ៎បាទឲ្យថ្ងៃខែឆ្នាំកំណត់នេះដូចគ្នាយើងចង់ឲ្យត្រឹមខាងឆ្វេងចុចអានេះមកឆ្វេងអូខេឆ្វេងដូចគ្នាឲ្យមានប្របាក់ទេកន្លែងហ្នឹងយើងរៀនពីនោះមកក៏បានដែរអានេះធ្វើនោះក៏បានដែរយើងធ្វើទៅនឹងក៏បានយើងមកធ្វើកន្លែង home នេះក៏បានដែរអត់មានបញ្ហាទេឧទាហរណ៍កន្លែងយើងហ្នឹងយើង select ចឹងមកហើយយើងចុចដល់នេះបានដូចគ្នាអត់ខុសគ្នាទេណាបានន័យថានៅក្នុង layout នេះក៏ធ្វើបាននៅក្នុង home នេះក៏ធ្វើបានដូចតែគ្នាទេអូខេអញ្ចឹងនៅក្នុងការបង្ហាញនៅក្នុងមេរៀនទីវីដេអូទី4នេះគឺប៉ុណ្ណឹងបាទសូមអរគុណចំពោះការតាមដានទស្សនាហើយកុំភ្លេចជួយចុច Subscribe បើអ្នកចូលចិត្តនៅវីដេអូដែលខ្ញុំបានធ្វើនេះអូខេអញ្ចឹងក្នុងវីដេអូនេះមានប្រមាណប៉ុណ្ណេះដែរសូមអរគុណសូមគោរពលា